ចូលមេរៀនមួយទៀតនៅក្នុង C++ គឺ array ចឹង array គឺជា special variable ចឹងវាមានន័យថាវាគឺជាអត្ថ័យពិសេសមួយដែលអាចផ្ទុកទិន្នន័យបានច្រើនឧទាហរណ៍ like integer num 10 5អីចឹងខ្ញុំឧទាហរណ៍បណ្ដោយខ្ញុំឧទាហរណ៍វាជា string ហើយ letter word ខ្ញុំដាក់ខ្ញុំតាំងឲ្យខ្ញុំចង់បាន3 letter ខ្ញុំដាក់ស្មើខ្ញុំដាក់គ្នាខ្ញុំដាក់បន្ត2អញ្ចឹងវាជា string យើងត្រូវប្រើបន្ត2អញ្ចឹងយើងតែគេឧទាហរណ៍ខ្ញុំដាក់ apple ក្បៀសមកboy កើអញ្ចឹងខ្ញុំចង់ cout word លេខ0ខ្ញុំ run ចឹងវាចេញ apple ចឹងគេឆ្ងល់ថាម៉េចបានវាចេញ apple ចឹងមានន័យថាកន្លែង apple នេះគឺនៅលេខរៀងទី0លេខរៀងទី1លេខរៀងទី2 3នេះសម្គាល់ថាយើងមាន3អក្សរនៅក្នុងនេះ3ពាក្យនៅក្នុងហ្នឹងចឹងវាមានន័យថាចេះចឹងវាមានន័យថា verb ចំនួន3ហ្នឹងវាស្មើនឹង0 1 2 3ទៅតទៀតចាំដែលយើងបានតាំងអញ្ចឹងណាខ្ញុំ cout តទៀត cout word លេខ1ខ្ញុំ copy ផាសដល់លឿនអូខេខ្ញុំដាក់លេខ2ខ្ញុំ run វាចេញ apple boy girl ចុះបើយើងដាក់ឧទាហរណ៍យើងដាក់ខុសលេខឧទាហរណ៍ខ្ញុំដាក់លេខ3តើវាចេញអីអត់ឬក៏វា error វាចេញដូចគ្នាតែវាអត់ចេញចម្លើយឲ្យទេឃើញវាចេញចម្លើយឲ្យទេដោយសារយើងអត់បានតាំងដល់លេខ3ទេចឹងថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងជម្រាបលាអ្នកនរគ្នា